ហ្នឹងខ្ញុំមានម្ទេសស្រស់ម្ទេសក្រៀមខ្ទឹមសនិងខ្ទឹមក្រហមមួយគល់ជីបង្សុយហ្នឹងដាក់បុកចូលហ្នឹងយើងឆ្លាញ់ហឹលប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅសម្រាប់នេះខ្ញុំចង់បានប៉ុណ្ណឹងយើងបុកគ្រឿងម៉ាត់យើងមកដាក់ជាមួយនឹងចេងនេះនឹងទឹកប្រហុកបន្តិចមកនេះខ្ញុំចង់ឲ្យបានគ្រប់រសជាតិហ្មងខ្ញុំដាក់មួយទឹកកាពិអូខេខ្ញុំថែមជាមួយនឹងស្ករទៀតណាស្ករនេះវាដាក់ឲ្យរៀងជូរប្រៃផ្អែមដិតហ្មងស្រត់ទៅហូបសាម៉ុនឆៅឥឡូវមកអីណាភ្លាសាម៉ុនអីណាកែច្នៃថែមត្រីបន្តិចទៀតឲ្យវាមានរសជាតិគ្រប់មុខហ្មងកូរវាកូរមកជាមួយក្រូចឆ្មាទៀតដល់កកំឡុងឈ្ងុយហ្មងចេះមកបានគ្រឿងមកមកអេមហ្មងដាក់ក្រូចឆ្មាហើយយើងដាក់ទឹកអំពិលទុំថែមតិចទៀតឲ្យមានគ្រប់រសជាតិហ្មងកូរវាសក់ណាលក់សិនណាចាំដាក់សាម៉ុនចូលណាលក់ដល់រសជាតិសិនសិនរសជាតិជូរប្រៃហឹលល្មមដិតហ្មងស្ទើរនេះរៀបបន្លែហើយយើងមកដាក់ត្រីសាម៉ុនចូលក្នុងគ្រឿងរបស់យើងដែលយើងលាយតែថាបងប្អូនចង់បានរសជាតិមិនទេយើងដាក់ចូលមកចូលទៅយើងក៏បុកបាច់ត្រីយើងកូរបាននេះទំនងបងប្អូនơiបានមេឃភ្លៀងតិចតំណងមែនតែនហ្មងនេះមកខនេះតំណងហ្មងជិះមែនជាតិឡើងសាហាវឲ្យត្រីស្រស់សាហាវហ្មងដាក់មួយម៉ាត់ដល់អស់ជាតិហ្មងដល់ខ្ទិះហ្មងត្រីតាមមកពេលធ្វើចឹងឆ្ងាញ់មែនតើទុកកាមេរ៉ាមែនផងឆ្ងាញ់ខ្លាំងមែនតើហ្មងអត់និយាយផងខ្ទិះបាយបាយ